ច្រឡំថាងាប់អីទៅនេះអត់មានងាប់ទេនៅល្អចាស់នេះចាប់ហើយបងប្អូនអើយទៅពិនិត្យទីតាំងចំក្តាមថ្មរបស់កសិករនៅភូមិទី2ឥឡូវភ្លៀងតាមផ្លូវសើមតិចគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដូចដើមវីដេអូដែលខ្ញុំបានបញ្ជាក់អញ្ចឹងថាថ្ងៃនេះដែរខ្ញុំទៅពិនិត្យទីតាំងដែលវិរិយវប្បករស្នើសុំចិញ្ចឹមក្តាមថ្មនិងងាវភក់តែអ្វីដែលជាឧបសគ្គនោះគឺចំពេលភ្លៀងធ្វើឲ្យផ្លូវដែលទើបចាក់ថ្មីនេះជាប់ម៉ូតូខ្ញុំបាត់ហើយម៉ូតូខ្ញុំគឺវិលតែកង់ក្រោយទេកង់មុខលែងវិលហើយដូច្នេះมันអាចយកទៅបានទេត្រូវតែជិះទៅជាមួយនឹងពូពិនិត្យទីតាំងមកពូស្នើសុំចិញ្ចឹមក្តាមថ្មពូណាបាទក្តាមថ្មងាវភក់បាទទីតាំងនេះនៅណាដែរពូនេះនៅហមអមរៃចំណុចលើថ្មអមរៃភូមិទី2ពូណាភូមិទី2ឃុំកែបសង្ហាខេត្តសីលនុពីដឹងឲ្យយើងចាំហើយអញ្ចឹងយើងដាក់ខ្សែនេះគឺងាវអូងាវធំហ្នឹងពូបាទអានេះធំដល់កោនេះអានេះពូយកមកព្រាចដែរឬក៏មិនវាធម្មជាតិទេវាធម្មជាតិទេអញ្ចឹងបាទអញ្ចឹងយើងហ្នឹងបាទយើងខាងនេះអត់មានទេយើងទាញយកមកក្លុបជាហ្នឹងឯងបាទនេះយើងទាញខ្សែដើម្បីចំណាំទេតាមពិតបាទចំណាំកុំឲ្យគេមកអញ្ចឹងកុំឲ្យគេមកចូលចាប់អញ្ចឹងចឹងដល់ពេលយើងដាក់ខ្សែទៅគេមករកគេឃើញខ្សែហ្នឹងគេថាអូកន្លែងនេះគេចិញ្ចឹមហើយអញ្ចឹងណាបាទហើយការរស់នៅបងងាវនេះដូចជាធម្មជាតិដែរណាពូណានេះហ្នឹងអូនអូនេះអូស្រួលរកនេះធំនេះធំនៅធំប៉ុណ្ណឹងលក់បានចាំពូលក់អាខ្នាតធំអញ្ចឹងហ្មងអីអត់មានចឹងយើងទាញខ្សែមកជុំឬក៏មិនពូហ្នឹងតដល់ផ្ទះអូទាញអញ្ចឹងដល់ផ្ទះបណ្ដោយប៉ុណ្ណឹងមកទីតែប្រហែល4 20ម៉ែត្រនោះទាញវាហ្នឹងហើយពាត់ទៅផ្ទះបាទនេះបងប្អូនអូខ្យល់តែគោសបូនណាច្រើនម្លេះលោកអីលោកផ្លូវខ្ញេះហ្នឹងនេះមរឲ្យតែខ្យល់តែគោអត់ងាប់ទេណាបងប្អូនតិចច្រឡំថាងាប់អីទៅនេះអត់មានងាប់ទេនៅល្អចាស់នេះក៏បានហើយចាំមិនក៏សបោមែនពូគេថាវាមិនបានវាសបោម្លេះទៅអាហ្នឹងវាក្នុងហ្នឹងបងប្អូនអើយនេះចង់តែគោលច្រើនណាស់មនុស្សគេនោះសតតែខ្យល់តែគោលបងប្អូនមកចំនួនស្គាល់ខ្យល់តែគោលនេះរូបរាងវាដូចតែគោលអញ្ចឹងធំហ្នឹងអូច្រើនណាស់អានេះកូនវានេះធំណាស់បងប្អូនអើយនេះសបោមែនតើអត់មានណាគេរកលេងlàខ្ជះហ្មងសត្វទឹកខ្យល់សត្វខ្យល់តែគោលច្រើនហើយនេះអូអានេះធំមួយទៀតអូខ្យល់តែគោលបងប្អូនអើយធំអានេះអត់មានអ្នករើសទេ